សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍ចូលមកក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅពេលនេះគឺនៅថ្ងៃច័ន្ទឡើយទេមកនៅសហរដ្ឋអាមេរិកណាបាទពេលយប់ថ្ងៃច័ន្ទទី12ខែមករាឆ្នាំ2026ក្នុងគណៈពេលដែលនៅក្នុងប្រទេសកម្ពុជាគឺថ្ងៃអង្គារទៅហើយទី13ខែមករាឆ្នាំ2026នៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រង់យកព័ត៌មានចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺទី1នេះតកតងជាមួយនឹងការវិវត្តស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់បាទបើតាមសេចក្តីរាយការណ៍មកគឺថាអ្នកដែលស្លាប់ដោយធ្វើបាតកម្មនោះគឺមានយ៉ាងតិចណាស់ចំនួន599នាក់គឺជិត600នាក់ទៅហើយលោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាមេដឹកនាំអ៊ីរ៉ង់ចង់ចរចាជាមួយនឹងសហរដ្ឋអាមេរិកបាទក្រោយពីសហរដ្ឋអាមេរិកបានដាក់ការព្រមានពាក់ព័ន្ធនឹងការសម្រាប់អ្នកដែលចូលរួមបាតកម្មហើយព័ត៌មានទី2ហ្នឹងគឺទៅមិនឆ្ងាយពីអារម្មណ៍ដែរពីព្រោះរឿងវាវិវត្តធំចឹងខ្ញុំដាក់ចូលរឿងទី2ជូនគឺបើតាមរបាយការណ៍របស់ចារកម្មប្រចាំប្រទេសបានឲ្យដឹងថាអ៊ីរ៉ង់បានលក់បាទអាវុធគ្រាប់រំសេវទៅឲ្យប្រទេសរុស្ស៊ីហ្នឹងគឺបាទមានតម្លៃចំនួន2កណ្ដោសញ្ញា$7,000 លានឯណោះចាប់តាំងពីមុនពេលដែលការចូលឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែនទៅទៀតដូច្នេះតើការវិវត្តនេះយ៉ាងណាបើយើងធៀបជាមួយនឹងរឿងទី1តើវាចាប់ត្រឹមបាតកម្មឬយ៉ាងណាបានជាបែកធ្លាយរឿងនេះនៅពេលនេះទៀតព័ត៌មានទី3នេះគឺលោកប្រធានាធិបតីដូណាល់ត្រាំខឹងសម្បាយ៉ាងខ្លាំងនឹងសមាជិកព្រឹទ្ធសភានៃគណៈបករបស់លោកគឺគណៈបកសាធារណរដ្ឋណាសកាត់ GOP ហ្នឹងគឺសំដៅលើគណៈបកសាធារណរដ្ឋដែលបានបោះឆ្នោតចំនួន5នាក់បោះឆ្នោតជាមួយនឹងគណៈបកប្រជាធិបតេយ្យដើម្បីកំហិតរដ្ឋបတ်សិទ្ធិអំណាចធ្វើសង្គ្រាមរបស់លោកប្រធានាធិបតីដែលលោកប្រធានាធិបតីថាអ្នកនោះមិនសមនឹងជាប់ឆ្នោតឡើងវិញនោះទេបាទគឺមិនឲ្យលោកប្រធានាធិបតីប្រើសិទ្ធិអំណាចយោធាបន្ថែមទៀតនៅក្នុងការធ្វើសង្គ្រាមនៅក្នុងប្រទេសវេណេស៊ុយអេឡានោះឡើយហើយទន្ទឹមគ្នានេះដែរគឺការវិវត្តមួយទៀតគឺនៅថ្ងៃប្រហ័សខាងមុខនេះគឺលោកប្រធានាធិបតី Trump មានគម្រោងនឹងជួបគ្នាជាមួយនឹងមេដឹកនាំបកប្រឆាំងបាទនៅក្នុងសេតាវិមានដែលជាលើកទី1ហើយចាប់តាំងពីសហរដ្ឋអាមេរិកបើកប្រតិបត្តិការយោធាដែលចាប់លោក Nicolas Maduro មកកាត់ទោសនៅសហរដ្ឋអាមេរិកហើយព័ត៌មានទី4នេះគឺបង្ហាញថាលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានសម្ដែងការមិនសប្បាយចិត្តជាមួយនឹងចំណាត់ការរបស់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំទេនឹងរដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ត្រាំដែលបានចោទប្រកាន់លោកប្រធានធនាគារជាតិរបស់សហរដ្ឋអាមេរិកដោយមានការស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងការចាយថវិកាជួសជុលអគាររបស់ធនាគារជាតិបាទលោកថាការដែលធ្វើដូច្នេះវាអាចនឹងប៉ះពាល់ដល់អារម្មណ៍និងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហើយស្ថានភាពនេះកើតមានឡើងក្រោយពីប្រធានធនាគារជាតិគឺលោក Jerome Powell បានបដិសេធជាបន្តបន្ទាប់មិនធ្វើតាមសំណូមពររបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការបញ្ចុះអត្រាការប្រាក់បាទនេះជាការវិវត្តនៅក្នុងសហរដ្ឋអាមេរិកដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាព័ត៌មានពិស្ដារទី1នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters សំទោសជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP របស់សហរដ្ឋអាមេរិកបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AP បានឲ្យដឹងថាគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានមានប្រសាសន៍ថាអ៊ីរ៉ង់ឥឡូវនេះចង់ចរចាជាមួយនឹងសហរដ្ឋអាមេរិកក្រោយពីលោកប្រធានាធិបតីគម្រាមថានឹងវាយប្រហារប្រទេសអ៊ីរ៉ង់ដោយសារតែអ៊ីរ៉ង់បានបង្ក្រាបទៅលើក្រុមអ្នកតវ៉ាដែលបានចេញមកតវ៉ានៅទូទាំងប្រទេសប្រឆាំងនឹងការដឹកនាំរបស់មេដឹកនាំនាពេលបច្ចុប្បន្នហើយបានបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់បាទចំនួន599នាក់បាទស្លាប់តួលេខពិតប្រាកដអាចច្រើនជាងនេះតែការសង្ខេបមកដល់ពេលនេះគឺមានប៉ុណ្ណឹងអ្នកតាមធម្មតាគឺអ៊ីរ៉ង់អត់មានទំនាក់ទំនងការទូតអ្វីផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិកនោះទេបើសិនជាក្នុងការ
ចរចាយ៉ាងណាក៏ដោយឬក៏ធ្វើប្រតិកម្មតបជាមួយនឹងអត្ថាធិប្បាយរបស់លោកត្រាំក៏ដោយគឺបាទធ្វើឡើងតាមរយៈប្រទេសអូម៉ង់មកអូម៉ង់គឺជាអ្នកដែលសម្របសម្រួលធ្វើជាអ្នកនៅកណ្ដាលរវាងសហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីរ៉ង់ដែលជាអ្នកនាំសារទៅវិញទៅមកហើយការដែលប្រធានាធិបតីសហរដ្ឋអាមេរិកបង្ហើបថាអ៊ីរ៉ង់ចង់ចរចានេះគឺកើតមានឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ប្រទេសអូម៉ង់បានធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់កាលពីចុងសប្តាហ៍នេះកាលពីប្រហែលថ្ងៃមុននេះបានសិលថ្ងៃគឺបានទៅប្រទេសអ៊ីរ៉ង់ហើយបានត្រឡប់មកវិញស្រាប់តែលោកប្រធានាធិបតីដូណាល់ត្រាំប្រកាសថាអ៊ីរ៉ង់ចង់ចរចាជាមួយនឹងសហរដ្ឋអាមេរិកក៏ប៉ុន្តែគឺនៅមិនទាន់មានព័ត៌មានច្បាស់នៅឡើយទេថាអ៊ីរ៉ង់ហ្នឹងគឺសន្យាយ៉ាងណាដែរជាមួយនឹងសហរដ្ឋអាមេរិកនោះពីព្រោះអីបើតាមការចង់បានរបស់លោកប្រធានាធិបតីដូណាល់ត្រាំគឺលោកបានដាក់ការទាមទារហ្នឹងគឺខ្លាំងគឺទី1គឺត្រូវមិនប្រើប្រាស់ឬក៏រំលាយចោលនៅកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយនឹងឃ្លាំងអាវុធបាញ់ផ្លោងរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់នោះផងដែរហើយចំណែកអ៊ីរ៉ង់វិញគឺក្នុងពេលកន្លងមកគោលជំហររបស់ខ្លួនគឺមិនអាចបោះបង់ចោលបានទេពីព្រោះអ៊ីរ៉ង់យល់ថាវាមានសារៈសំខាន់នៅក្នុងការការពារជាតិរបស់ខ្លួនរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់វិញគឺលោកអាបាសអារ៉ាជីក៏បាននិយាយថាទៅដល់ក្រុមអ្នកការទូតបរទេសនៅក្នុងប្រទេសអ៊ីរ៉ង់ដោយបានទទូចថាស្ថានភាពនោះគឺនៅក្នុងប្រទេសអ៊ីរ៉ង់រាល់ថ្ងៃនេះគឺនៅស្ថិតក្រោមការគ្រប់គ្រងបាននៅឡើយទេហើយលោកបានស្ដីបន្ទោសប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកថាជាអ្នកអុចអាលឲ្យមានអំពើហិង្សានេះដោយក៏ប៉ុន្តែពេលដែលនិយាយនេះគឺលោកមិនបានផ្ដល់ផុសតាងអ្វីទេអញ្ចឹងដូច្នេះប្រិយមិត្តអាចរៀនបានដឹងមួយទៀតដែរឃើញនៅពេលដែលស្ថានភាពនឹងកើតឡើងអញ្ចឹងគឺរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់គាត់អញ្ជើញអង្គទូតនានាដែលប្រចាំនៅក្នុងប្រទេសអ៊ីរ៉ង់នោះមកជួបដើម្បីរាយការណ៍អំពីស្ថានភាពដែលកើតមានឡើងអញ្ចឹងនឹងខ្ញុំជម្រាបទៅនេះសម្រាប់តអ្នកដែលមិនដែលចេះធ្វើការមិនដែលធ្លាប់បានធ្វើការងាររាជការឬក៏ការងារអង្គការធំដឹងណាបាទគឺគេមានកម្មវិធីនឹងតែម្ដងបាទអញ្ចឹងពេលខ្លះស្ដាប់ព័ត៌មានតើយើងដឹងកលិតនឹងទៀតបានឆ្ងល់ថាចំហេតុអីរឿងបាតកម្មសន្និសុខនោះស្រាប់តែរដ្ឋមន្ត្រីក្រសួងការបរទេសនេះមកជម្រាបអង្គទូតអីហ្នឹងបាទគឺគេត្រូវតែធ្វើយ៉ាងមកខាងដូចតែខ្ញុំបាននិយាយខាងយោធាខាងការទូតហ្នឹងគឺដូចជាដៃឆ្វេងដៃស្ដាំយ៉ាងបាទត្រូវតែប្រើប្រាស់ក្នុងពេលជាមួយគ្នានៅពេលដែលជួបស្ថានភាពបែបនេះទោះបីជាយ៉ាងណាក៏ដោយគឺលោកអារ៉ាជីនឹងបាននិយាយថាអ៊ីរ៉ង់នៅតែបើកចំហបាទឲ្យមានយន្តការការទូតនឹងកើតឡើងដោយឡែកអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់អ៊ីរ៉ង់វិញគឺឈ្មោះអ៊ីស្ម៉ាអែលបាហ្គេបាននិយាយថាគឺច្រកសម្រាប់ការចរចាជាមួយនឹងសហរដ្ឋអាមេរិកគឺនៅតែបើកចំហក៏ប៉ុន្តែការចរចាណាក៏ដោយគឺទៅចាំបាច់ទៅផ្អែកទៅលើផលប្រយោជន៍ទៅវិញទៅមកដែលអាចទទួលយកបានហើយនឹងការបារម្ភនានាដែលអ៊ីរ៉ង់មានផងដែរមិនអាចយកតែមួយជំហៀងនោះបានទេឬក៏ជាការមួយដែលបង្គាប់បញ្ជាទៅលើប្រទេសអ៊ីរ៉ង់ឡើយនេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសរបស់អ៊ីរ៉ង់ហើយក្នុងពេលជាមួយគ្នានឹងដែរគឺបើតាមការរាយការណ៍នេះគឺឲ្យដឹងថាមានក្រុមអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលបាទបានចេញមករាប់ម៉ឺនអ្នកមកតវ៉ានៅតាមផ្លូវថ្នល់ប្រឆាំងជាមួយនឹងក្រុមបាតកោផងដែរគឺបានន័យថាបាតកម្មទល់បាតកម្មទី1គឺដើម្បីផ្លាស់ប្ដូរមេដឹកនាំទាមទារការផ្លាស់ប្ដូរដោយសារតែស្ថានភាពសេដ្ឋកិច្ចនៅទីនោះពិបាកហើយចង់បានមេដឹកនាំថ្មីទន្ទឹមនឹងនោះមានបាតកោដែលគ្រប់គ្រងរដ្ឋាភិបាលអ៊ីរ៉ង់ក៏ចេញមកតវ៉ាផងដែរហើយការស្រែករបស់ពួកគេនឹងគឺច្រើនណាស់ពាក្យដែលស្តៀងគ្នាហ្នឹងគឺស្រាប់ទៅអាមេរិកស្រាប់ទៅអ៊ីស្រាអែលហ្នឹងបាទគឺច្រៀងបាទគឺស្រែកដូចគ្នាអញ្ចឹងនៅក្នុងពេលធ្វើបាតកម្មហ្នឹងហើយក៏មានអ្នកដែលនិយាយថាពួកគេចាត់ទុកថាអ៊ីស្រាអែលសហរដ្ឋអាមេរិកគឺជាសត្រូវរបស់ព្រះបាទហើយគួរតែទទួលនឹងការចោទប្រកាន់ប្រហារជីវិតផងដែរដោយឡែកខាងអ្នកនាំពាក្យរបស់សេតាវិមានវិញគឺអ្នកស្រី Caroline Levitt បាននិយាយថាបើទោះបីជាវោហាសាសបើជាផ្លូវការខាង
អ៊ីរ៉ង់និយាយដូចជាប្រឆាំងជាមួយនឹងសហរដ្ឋអាមេរិកក៏ប៉ុន្តែបាទនៅពីក្រោយឆាកវិញគឺបាទបានទទួលសញ្ញារដ្ឋបាលរបស់លោកត្រាំបានទទួលសញ្ញាសារនាពេលថ្មីនេះគឺបានន័យថាអ៊ីរ៉ង់ចង់ចរចាជាមួយនឹងសហរដ្ឋអាមេរិកបាទដូចអ្នកស្រីបានបញ្ជាក់ថាអ្នកស្រីគិតថាលោកប្រធានាធិបតីក៏មានចំណាប់អារម្មណ៍នៅក្នុងការចង់ដឹងថាតើសារនោះវាមានន័យយ៉ាងម៉េចផងដែរបាទទោះបីជាយ៉ាងណាក៏ដោយគឺបាទលោកប្រធានាធិបតីគឺលោកបានបង្ហាញថាលោកមិនខ្លាចទេនៅក្នុងការប្រើប្រាស់ជំរឿនយោធាបាទឥឡូវនេះចង់ស្ដាប់ប៉ុន្តែក៏នៅតែមិនញញើតនៅក្នុងការប្រើប្រាស់ជំរឿនយោធាសម្រាប់ប្រទេសអ៊ីរ៉ង់ផងដែរប្រសិនបើលោកប្រធានាធិបតីយល់ថាវាជារឿងចាំបាច់ដូច្នេះគ្មានអ្នកណាដឹងថាត្រូវដោះស្រាយបញ្ហានោះដោយរបៀបណាជាជាងអ៊ីរ៉ង់នោះទេបាទនេះបើតាមអ្នកនាំពាក្យរបស់សេតាវីមីនបាទនេះគឺជាការវិវត្តទី1ណាបាទអញ្ចឹងចូលដល់ព័ត៌មានទី2ព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg សារព័ត៌មាន Bloomberg បាននិយាយដោយយោងទៅលើរបាយការណ៍ចារកម្មម្ដងអញ្ចឹងគឺវិជាការមួយវិវត្តអញ្ចឹងប្រិមិត្តរៀនពិនិត្យមើលអញ្ចឹងណាអ្នកណាដែលចង់ដឹងរៀនរបៀបវិភាគរៀនរបៀបអីហ្នឹងគឺយើងត្រូវមើលអញ្ចឹងគឺនៅពេលដែលមានរឿងកើតឡើងនៅអ៊ីរ៉ង់ហ្នឹងគឺមានសហរដ្ឋអាមេរិកចង់ចាត់វិធានការអីយោធាអ្នកតវ៉ារបស់អ៊ីរ៉ង់តវ៉ាប្រឆាំងនឹងសេដ្ឋកិច្ចទៅជារឿងនយោបាយស្រាប់តែឥឡូវបែកធ្លាយព័ត៌មានមួយទៀតគឺព័ត៌មានចេញពីក្រមចារកម្មរបស់ប្រចាំប្រទេសដែលនិយាយថាអ៊ីរ៉ង់បានលក់មីស៊ីលទៅឲ្យរុស្ស៊ីនឹងមានតម្លៃរហូតដល់2កណ្ដកសញ្ញា$7,000 លានសហរដ្ឋអាមេរិកតាំងពីមុនពេលដែលរុស្ស៊ីចូលឈានពានអ៊ុយក្រែនដូច្នេះប្រិមត្តអាចផ្គុំព័ត៌មានពីរហ្នឹងតើយល់ទៅជាយ៉ាងណាអញ្ចឹងឥឡូវខ្ញុំសូមជូនព័ត៌មានទី2ហ្នឹងដើម្បីឲ្យប្រិមត្តបានដឹងបើយោងតាមមន្ត្រីសន្តិសុខប្រចាំប្រទេសបានវាតម្លៃគឺឲ្យដឹងថាអ៊ីរ៉ង់បានលក់មីស៊ីលដែលមានតម្លៃរហូតជិត$3,000 លានទៅដល់ប្រទេសរុស្ស៊ីដើម្បីជួយប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនក្នុងការធ្វើសង្គ្រាមរយៈពេលជិត4ឆ្នាំមកនេះនៅក្នុងប្រទេសអ៊ុយក្រែនបាទកិច្ចសន្យារវាងទីក្រុងមូស្គូជាមួយនឹងអ៊ីរ៉ង់នោះគឺបានចាប់ផ្ដើមតាំងតែពីខែតុលាឆ្នាំ2021បាទរុស្ស៊ីចូលឈានពានអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ2022ប៉ុន្តែកុងត្រាទិញអាវុធបន្ថែមពីអ៊ីរ៉ង់នោះតាំងពីខែតុលាឆ្នាំ2021គឺបានន័យថាមុនពេលដែលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននឹងចាប់ផ្ដើមទៅទៀតបាទក្នុងនោះគឺមានទិញមីស៊ីលផ្លោងបាទហើយនឹងមីស៊ីលដែលបាញ់ពីដីទៅអាកាសដែលជាមធ្យមមានទឹកប្រាក់ប្រមាណជា2កណ្ដកសញ្ញា$7,000 លាននេះបើយោងទៅតាមមន្ត្រីប្រចាំប្រទេសនោះដែរនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាទការទិញហ្នឹងគឺរួមមានមីស៊ីលប្រភេទបាញ់រយៈចម្ងាយឆ្ងាយរយៈចម្ងាយជិតគឺ Phase 360ហ្នឹងហើយនឹងមីស៊ីលដែលមានរយៈចម្ងាយជិតហ្នឹងគឺមានជិត500បាទ500គ្រាប់ឯណោះហើយនឹងមានមីស៊ីលដែលបាញ់ពីដីទៅអាកាសហ្នឹងជិតប្រមាណជា200គ្រាប់បាទ200គ្រាប់ដែលប្រើប្រាស់សម្រាប់ប្រព័ន្ធការពារដែនអាកាសហើយទីក្រុងមូស្គូហើយនិងទីក្រុងតេហរ៉ង់គឺបានចូលគៀកគ្នាកាន់តែខ្លាំងចាប់តាំងពីលោកពូទីនបានចូលឈ្លានពានប្រទេសអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ2022ដោយមានការចូលឈ្លានពាននោះមកហើយចំនួននោះបានធ្វើឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងទៅលើទីក្រុងមូស្គូដោយសារតែខាងប្រចាំប្រទេសមិនចង់ឲ្យមានសង្គ្រាមហ្នឹងគឺជារឿងមួយដែលដើម្បីទប់ស្កាត់រុស្ស៊ីមិនឲ្យធ្វើសង្គ្រាមបន្តទៀតដែលជាការប្រឈមមុខគ្នាដ៏ខ្លាំងរវាងខាងប្លុកប្រចាំប្រទេសជាមួយនឹងរុស្ស៊ីចាប់តាំងពីសង្គ្រាមត្រជាក់កាត់បានបញ្ចប់មកនេះហើយដូច្នេះការផ្ដល់អាវុធពីខាងអ៊ីរ៉ង់ទៅដល់ប្រទេសរុស្ស៊ីគឺជារឿងមួយដែលបាទធ្វើឲ្យសង្គ្រាមនេះបានអូសបន្លាយហើយធ្វើឲ្យប្រទេសទាំងពីរនេះបានខ្លាយទៅជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាបាទអញ្ចឹងគឺជាព័ត៌មានខ្លីខ្ញុំសូមជូនប៉ុណ្ណឹងព័ត៌មាននេះគឺមានវែងតទៅទៀតដែរប៉ុន្តែខ្ញុំសូមមិនជូនទាំងអស់ទេគ្រាន់តែខ្ញុំជូននេះដើម្បីឲ្យប្រិមិត្តបានពិចារណាបាទរៀនពិចារណាមើលឃើញនៅពេលដែលមានរឿងបែបហ្នឹងឥឡូវហ្នឹងអញ្ចឹងបានន័យថាអ៊ីរ៉ង់គឺជា
បន្លាក្នុងកែផ្នែកប្រចាំប្រទេសហ្នឹងគឺច្រើនណាស់បាទឥឡូវហ្នឹងក្រៅពីមានរឿងនៅក្នុងប្រទេសរបស់គាត់ហ្នឹងបាទក្នុងប្រទេសរបស់គាត់ហ្នឹងវាអាចនឹងធ្វើឲ្យបណ្ដាប្រទេសនៅខាងប្លុកប្រចាំប្រទេសប្រជាធិបតេយ្យហ្នឹងគេរំខានចិត្តដែរណាដែលមានការបង្ក្រាបមានអីចឹងមកมันអាចនិយាយបានណាក៏ប៉ុន្តែរឿងហ្នឹងវាគ្រាន់តែជាកត្តាមួយទេมันអាចធ្ងន់ដូចរឿងទី2ទេបាទរឿងទី2នេះគឺសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននៅអូបាឡាយដោយសារតែអ៊ីរ៉ង់នោះបានជួយទៅខាងរុស្ស៊ីឃើញទេអាហ្នឹងរឿងមួយអញ្ចឹងបើសិនជាមានការផ្លាស់ប្ដូររបបមួយនៅក្នុងទីក្រុងតេហរ៉ង់គឺអាចមានន័យថាសង្វាក់ផ្គត់ផ្គង់អាវុធទៅដល់រុស្ស៊ីហ្នឹងអាចនឹងកាត់ផ្ដាច់ព័ត៌មានចំណុចទី3គឺអ៊ីរ៉ង់ហ្នឹងឯងក៏ជាបងធំនៅក្នុងតំបន់ដែរគឺឧបត្ថម្ភក្រុមហេសប៊ូឡាហូទីបាទមានក្រុមនៅសេរីនឹងជាច្រើនទៀតមកតំបន់មួយចំនួនរហូតដល់នៅអឺរ៉ុបបាទនៅអឺរ៉ុបក៏មានកម្លាំងរបស់ខាងអ៊ីរ៉ង់ហ្នឹងទៅធ្វើសកម្មភាពដែរហើយរហូតដល់អ៊ីរ៉ង់ហ្នឹងធ្លាប់មានសកម្មភាពតែសហរដ្ឋអាមេរិកចោទថាធ្លាប់ចង់ធ្វើសកម្មភាពធ្វើឃាតមន្ត្រីការទូតអ៊ីស្រាអែលនៅសហរដ្ឋអាមេរិកនេះក៏មានដែរដូច្នេះឃើញទេបាទកត្តាទី3នេះដែលធ្វើឲ្យប្រទេសមួយចំនួនគេមិនសប្បាយចិត្តនឹងអ៊ីរ៉ង់ដែរអញ្ចឹងបើសិនជាមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅអ៊ីរ៉ង់រឿងទី2រឿងផ្គត់ផ្គង់ទៅរុស្ស៊ីអាចថយរឿងដែលអ៊ីរ៉ង់ដើរតួជាបងធំបង្កបញ្ហាលំបាកដែលគម្រាមកំហែងទៅដល់ប្រទេសដែលនៅប្លុកអារ៉ាប់គ្នាឯងហ្នឹងខ្លាចអ៊ីរ៉ង់ដែរហ្នឹងក៏អាចនឹងបន្ថយដែរឃើញទេបើអញ្ចឹងដូច្នេះប្រិមិត្តអាចមើលកត្តាហ្នឹងថាតើវាមានតែកត្តាមួយនៃការបាតកម្មរបស់ប្រជាពលរដ្ឋឬយ៉ាងម៉េចអញ្ចឹងខ្ញុំជួយជម្រាបប្រិមិត្តឲ្យបានហ្នឹងអញ្ចឹងគឺមានអ្នកខ្លះគាត់អាចដឹងតែយកតែរឿងហ្នឹងមួយមកនិយាយទៀមទីឲ្យមានការងើបការបះបោអីយ៉ាងម៉េចគេថាបើថាបះបោអាចប្រចាំប្រទេសគេនឹងជួយអីដូចនៅអ៊ីរ៉ង់ហ្នឹងមិនមែនតែប៉ុណ្្នឹងទេវាមានកត្តាទី2ទី3ហ្នឹងតទៅទៀតដែលយើងត្រូវយកមកពិចារណាដែរឃើញទេចាំបាទខ្ញុំសូមជូនប៉ុណ្ណឹងដើម្បីឲ្យជាព័ត៌មានហើយនៅមានច្រើនតទៅទៀតមានរឿងធំតទៀតប៉ុន្តែគ្រាន់តែខ្ញុំទាញកត្តាទី2ទី3ធំហ្នឹងឲ្យប្រិមិត្តឲ្យពិចារណាព័ត៌មានទី3បាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន NBC News គឺលោកប្រធានាធិបតី Donald Trump លោកបានខឹងសម្បាកាលពីថ្ងៃប្រហ័សសប្តាហ៍មុនខាងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកគឺនៅទៅគណៈខាងបោះឆ្នោតទៅសេចក្តីសម្រេចមួយដែលបញ្ជូនច្បាប់ទៅពិភាក្សានៅសភាព្រឹទ្ធសភាពេញអង្គដើម្បីកំហិតអំណាចរបស់លោកប្រធានាធិបតី Donald Trump ហ្នឹងមិនឲ្យធ្វើសង្គ្រាមឬក៏ធ្វើសកម្មភាពប្រដាប់អាវុធបន្ថែមទៀតទៅប្រទេសវេណេស៊ុយឡានោះទេបាទដែលនៅក្នុងពេលបោះឆ្នោតហ្នឹងគឺមានសមាជិកព្រឹទ្ធសភានៃគណៈបករបស់លោកប្រធានាធិបតីនឹងតែម្ដងចំនួនដល់ទៅ5នាក់បាទបានបោះឆ្នោតប្រឆាំងបាទសំទោសបានបោះឆ្នោតគ្រប់គ្រងសេចក្តីសម្រេចហ្នឹងហើយប្រឆាំងនឹងលោកប្រធានាធិបតីអញ្ចឹងបានជាលោកប្រធានាធិបតីខឹងណាបាទទោះបីជាប្រិមិត្តមិនស្គាល់ពួកគាត់ទាំងអស់ក៏ដោយខ្ញុំសូមអានឈ្មោះទីមកគឺទី1លោកសមាជិកព្រឹទ្ធសភា Josh Hawley ទី2លោកស្រី Lisa Murkowski ដែលមកពីរដ្ឋ Alaska ហើយទី3លោក Rand Paul មែនលោក Rand Paul ដែលខ្ញុំជម្រាបប្រហែលថ្ងៃមុនគាត់តែងតែចេញចំហប្រឆាំងជាមួយនឹងលោកប្រធានាធិបតីបានន័យថាប្រឆាំងនឹងមេរបស់ខ្លួនឯងលោក Rand Paul ទី4គឺលោកស្រី Susan Collins បានមកពីរដ្ឋ Maine ហើយនឹងទី5គឺសមាជិកព្រឹទ្ធសភា Todd Young បាទមកពីរដ្ឋ Indiana គឺបានគ្រប់គ្រងគណៈបកប្រជាធិបតេយ្យក្នុងការបោះឆ្នោតដើម្បីកំហិតអំណាចប្រធានាធិបតីមិនឲ្យធ្វើសង្គ្រាមដោយប្រើកម្លាំងយោធាបន្ថែមទៀតនៅក្នុងប្រទេសវេណេស៊ុយឡានោះទេអញ្ចឹងហើយបើយោងតាមមន្ត្រីដែលដឹងអំពីរឿងនេះហើយប្រាប់អ្នកសារព័ត៌មានហ្នឹងគឺលោកប្រធានាធិបតីខឹងសម្បាយ៉ាងខ្លាំងបានទូរស័ព្ទទៅសមាជិកព្រឹទ្ធសភាហ្នឹងម្នាក់ហ្នឹងតែម្ដងគឺបាននិយាយសម្ដែងនៅការមិនពេញចិត្តរបស់លោកគឺលោកបានគម្រាមកំហែងហើយលោកថែមទាំងបានសរសេរនៅក្នុងបណ្ដាញសង្គមរបស់លោកផងដែរលោកថាសមាជិកព្រឹទ្ធសភាទាំង5នាក់ដែលបានបោះឆ្នោតកាលពីថ្ងៃប្រហ័នហ្នឹងគឺ should never be elected to office again មិនគួរណាជាប់ឆ្នោតឲ្យមកធ្វើការងារជាថ្មីម្ដងទៀតនោះទេបាទន័យថាលោកបញ្ជូនសារទៅអ្នកគ្រប់គ្រងរបស់លោកថាជប់ឲ្យគ្រប់គ្រងពួកហ្នឹងទៅបាទពីព្រោះសមាជិកព្រឹទ្ធសភាមួយចំនួនគឺដូចជាអ្នកស្រី Colin បាទអ្នកស្រី Colin នេះគឺត្រូវប្រឈមមុខនឹងការបោះឆ្នោតឡើងវិញនៅឆ្នាំនេះបាទនៅឆ្នាំនេះ
ក៏ប៉ុន្តែអ្នកស្រីបាននិយាយប្រាប់សារព័ត៌មានថាអ្នកស្រីមិនទាន់បានសម្រេចចិត្តថាឈរឈ្មោះឡើងវិញឬអត់ទេពីព្រោះអ្នកស្រីឈរឈ្មោះសមាជិកព្រឹទ្ធសភាហ្នឹងគឺ6អាណត្តិទៅហើយបាទ6អាណត្តិមួយអាណត្តិ6ឆ្នាំគិតមើលយូរដែរណាបាទអញ្ចឹងអ្នកស្រីក៏ថាប្រហែលជាចង់ឈប់ឬក៏នៅមិនទាន់ដឹងទេក៏ប៉ុន្តែទោះបីជាយ៉ាងណាការសម្រេចចិត្តរបស់អ្នកស្រីមិនពាក់ព័ន្ធនឹងការដាក់សម្ពាធពីខាងលោកប្រធានាធិបតី Donald Trump នោះទេបាទនេះគឺជាការវិវត្តមួយហើយនៅក្នុងការវិវត្តមួយទៀតហ្នឹងគឺលោកប្រធានាធិបតី Donald Trump គឺនឹងជួបជាមួយនឹងមេដឹកនាំគណៈបកប្រឆាំងនៅក្នុងប្រទេសវេណេស៊ុយឡាគឺអ្នកស្រី Maria Corina Machado ដែលជាជ័យលាភីរង្វាន់ Nobel សន្តិភាពគឺនឹងជួបគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump នៅសេតាវិមាននៅថ្ងៃប្រហ័សនេះហើយបាទនេះបើយោងតាមមន្ត្រីរបស់រដ្ឋបាលលោកប្រធានាធិបតី Trump ដែលបានប្រាប់អ្នកសារព័ត៌មានដឹងគឺអ្នកស្រី Machado បាទត្រូវបានគេបាទដូចថាលោកប្រធានាធិបតី Donald Trump មិនចាត់ទុកថាមានសារៈសំខាន់ទេក្រោយពីការដែលសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការយោធាពិសេសទៅចាប់លោក Nicolas Maduro ចេញពីប្រទេសហើយយកមកកាត់ទោសនៅទីក្រុង New York នេះគឺលោក Donald Trump ថែមទាំងបាននិយាយថាលោកនឹងធ្វើការជាមួយនឹងប្រធានាធិបតីបណ្ដោះអាសន្ននៅក្នុងប្រទេសវេណេស៊ុយឡាគឺអ្នកស្រី Delcy Rodriguez ដែលជាអនុប្រធានាធិបតីរបស់លោក Maduro ហើយឥឡូវស្បត់ចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីអញ្ចឹងលោកតាមថាលោកនឹងធ្វើការជាមួយនឹងលោកស្រី Rodriguez ហ្នឹងក្នុងការគ្រប់គ្រងប្រទេសវេណេស៊ុយឡាដែលអត្ថាធិប្បាយនឹងចំហរបស់លោកប្រធានាធិបតី Donald Trump បានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីខាងក្រុមសមាជិកសភាប្រសិទ្ធភាពខាងគណៈបកប្រជាធិបតេយ្យហើយនិងគណៈបកសាធារណរដ្ឋមួយចំនួនក៏អញ្ចឹងដែរគាត់ថាមិនគួរណាលោកប្រធានាធិបតីមកប្រកាន់ចំហអញ្ចឹងទេដោយសារតែអ្នកស្រី Rodriguez ហ្នឹងគឺជាអនុរបស់លោក Maduro គឺជាមនុស្សដែលបានមកពីរបបផ្ដាច់ការនោះដដែលអញ្ចឹងដូច្នេះទៅផាត់ចោលខាងមេដឹកនាំបកប្រឆាំងហើយមកចាប់ដៃជាមួយនឹងរដ្ឋាភិបាល Maduro ដដែលតើមានប្រយោជន៍អ្វីបាទអញ្ចឹងដូច្នេះនៅថ្ងៃប្រហ័សនេះគឺលោកប្រធានាធិបតីនឹងជួបគ្នាជាមួយនឹងអ្នកស្រី Machado បាទនៅសេតាវិមានហើយបាទពីព្រោះអីនៅក្នុងប្រទេសវេណេស៊ុយឡាមានអ្នកនយោបាយបកប្រឆាំងដែលល្បីឈ្មោះហ្នឹងច្រើនណាស់បាទច្រើនមិនមែនមានតែមួយទេបាទគឺប្រិមិត្តឮសូរសម័យខ្ញុំហ្នឹងក៏ចាំឈ្មោះមិនអត់ដែរកាលពីដំបូងនោះគឺមានលោក Juan Guaido នៅចាំបាន Juan Guaido ហ្នឹងរដ្ឋបាលលោក Biden ក៏នឹងលោកត្រាំអាណត្តិទី1ក៏ទទួលស្គាល់ថាជាប្រធានាធិបតីស្របច្បាប់ដែរបាទហើយក្រោយមកបោះឆ្នោតខែកក្កដាហ្នឹងគឺលោកEduardo បាទក៏ Gonzalez បាទក៏ជាប់ឆ្នោតហើយប៉ុន្តែខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹងមិនឲ្យធ្វើជាប្រធានាធិបតីបាទឥឡូវនេះអ្នកស្រី Machado នេះទៀតបាទគេនិយាយចឹងដូច្នេះនៅក្នុងប្រទេសវេណេស៊ុយឡាគេមានគណៈបកប្រឆាំងនឹងច្រើនមានក្នុងគណៈបកប្រឆាំងដែលមានសក្តានុពលមានប្រជាប្រិយភាពនឹងច្រើនបាទមិនមែនមានតែមួយដោយកាលពីក្នុងពេលកន្លងមកទេណាបាទគឺមានច្រើនដែលទល់គ្នាជាមួយនឹងរដ្ឋាភិបាលរបស់លោកMaduro នោះបាទនេះជាព័ត៌មានទី3ណាបាទរីឯព័ត៌មានចុងក្រោយនេះវិញគឺតាក់ទងជាមួយនឹងរឿងផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកតាំងពីយប់មិញម្លេះគឺខាងរដ្ឋាភិបាលគឺរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នោះបានជូនលិខិតកោះមួយទៅខាងធនាគារជាតិដើម្បីចោទប្រកាន់និងស៊ើបអង្កេតបាទស៊ើបអង្កេតលោកប្រធានធនាគារជាតិហ្នឹងគឺលោក Jerome Powell ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ថវិកានៅក្នុងការធ្វើការជួសជុលទីស្នាក់ការធនាគារជាតិឡើងវិញហ្នឹងដែលលោក Donald Trump ចោទថាប្រើប្រាស់ថវិកាមិនបានត្រឹមត្រូវបាទដូច្នេះការកោះដើម្បីបើកការស៊ើបអង្កេតទៅលើប្រធានធនាគារជាតិហ្នឹងគឺបានបង្កឲ្យលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺលោក Scott Bessent បាទលោកសម្ដែងការមិនសប្បាយចិត្តផងដែរបាទដែលមានការសម្រេចចោទប្រកាន់ស៊ើបអង្កេតមិនទាន់ចោទប្រកាន់ការសម្រេចបើកការស៊ើបអង្កេតទៅលើលោក Jerome Powell ដូច្នេះពីព្រោះអីនៅក្នុងកន្លងមកគឺលោក Powell លោកតែងតែប្រឆាំងជាមួយនឹងលោកប្រធានាធិបតី Donald Trump ពាក់ព័ន្ធនឹងការដែលលោក Donald Trump ចង់ឲ្យដំឡើងឲ្យបញ្ចុះអត្រាពន្ធចង់ឲ្យបញ្ចុះអត្រាការប្រាក់ឲ្យបានទាបជាងពេលបច្ចុប្បន្នក៏
ក៏ប៉ុន្តែលោក Powell លោកមិនធ្វើតាមដោយសារតែលោកយល់ថាទីផ្សារវាមិនទាន់បានត្រជាក់ស្រួលបើសិនជាកាលណាបញ្ចុះខ្លាំងពេកវាឲ្យទីផ្សារនោះកាន់តែក្តៅមនុស្សចាយច្រើននោះវាមានអតិផរណាច្រើនអញ្ចឹងលោក Powell បានចេញជាសារវីដេអូផងដែរមកលោកបាននិយាយថារឿងរ៉ាវកន្លងមកហ្នឹងគឺតាក់ទងជាមួយនឹងបញ្ហារឿងអត្រាការប្រាក់ហ្នឹងដែរបាទដែលធ្វើឲ្យមានការបើកការស៊ើបអង្កេតទៅលើរូបលោកពាក់ព័ន្ធនឹងការជួសជុលអគាររបស់ធនាគារជាតិនេះបាទអញ្ចឹងដូច្នេះនេះគឺជាការវិវត្តមួយទៀតហើយតើពីព្រោះលោក Powell ក៏ចិត្តនឹងផុតអាណត្តិដែរដែលជប់កាន់តំណែងហ្នឹងគឺនឹងអ្នកថ្មីមកដែរក៏ប៉ុន្តែបាទលោកប្រធានាធិបតីលោកចង់ឲ្យអត្រាការប្រាក់នោះវាចុះបានឆាប់ដើម្បីជួយសម្រួលច្រើនទៅដល់សេដ្ឋកិច្ចពីព្រោះបើកាលណាអត្រាការប្រាក់នៅខ្ពស់អញ្ចឹងមនុស្សមិនសូវហ៊ានចំណាយអញ្ចឹងគឺអាចនឹងធ្វើឲ្យសេដ្ឋកិច្ចមិនបានរីកលូតលាស់ទៅលឿនធ្វើឲ្យប៉ះពាល់បាទអញ្ចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទឥឡូវនេះគឺបាទសម្រាប់អ្នកដែលចូលមកស្ដាប់ព័ត៌មាននេះគឺចាប់តែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលា